អ្នកគ្រូប្រាថ្នាទម្លាក់ហើយមិនបានស្អែកឡើងបាត់ធ្លាក់ឈាមអស់អញ្ចឹងអ្នកគ្រូចាបងតាក់ទងជាមួយនឹងការប្រាថ្នារំលូតបងត្រូវដឹងលក្ខខណ្ឌក៏ដូចជាចំណុចពិសេសមុននឹងប្រាថ្នាអញ្ចឹងបងត្រូវដឹងថាតើកូនបងអាយុប្រមាណសប្តាហ៍ឬក៏ប្រមាណខែហើយកូនចូលទៅក្នុងស្បូនឬនៅហើយត្រូវមានការពិភាក្សាឲ្យបានច្បាស់លាស់ជាមុនសិនជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលបានភាគរយខ្ពស់នៅក្នុងការប្រាថ្នារំលូតជោគជ័យអញ្ចឹងនៅពេលដែលបងសង្ស័យតែខ្លួនមានកូនហើយបងបាត់រដូវចាប់ពី5ថ្ងៃឡើងទៅបងសាកធ្វើតែទឹកនោមពេលដែលបងធ្វើតែទឹកនោមទៅឃើញពីកម្មបញ្ជាក់ថាមានកូនអញ្ចឹងបងត្រូវទៅអេកូដើម្បីដឹងពីអាយុកូនជាមួយនឹងទីតាំងកូនអញ្ចឹងសម្រាប់លក្ខខណ្ឌនៃការប្រាថ្នារំលូតគឺត្រូវដឹងពីអាយុកូនច្បាស់លាស់ថាកូនអាយុប្រមាណសប្តាហ៍ប្រមាណថ្ងៃហើយកូនចូលទៅក្នុងស្បូនឬនៅព្រោះបើក្នុងករណីកូនអត់ទាន់ចូលទៅក្នុងស្បូនទេកូននៅត្រឹមដៃស្បូនគឺប្រាថ្នាបានទេហើយសំខាន់បំផុតនោះត្រូវមានការពិភាក្សាឲ្យបានច្បាស់លាស់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិនដើម្បីទទួលបានការណែនាំក៏ដូចជាលក្ខខណ្ឌពិសេសឬក៏លក្ខខណ្ឌមុននឹងប្រាថ្នារំលូតបើក្នុងករណីបងទៅអេកូលទ្ធផលកូនអាយុក្រោម9សប្តាហ៍ហើយកូននៅក្នុងស្បូនហើយប្រសិទ្ធភាពរបស់ថ្នាំដែលបងប្រើដោយសារតែថ្នាំរំលូតគឺមានច្រើនម៉ាក់មែនតើអញ្ចឹងបងត្រូវយល់ដឹងពីថ្នាំថាតើថ្នាំដែលបងប្រើប្រាស់ហ្នឹងវាមានរយៈពេលប្រមាណម៉ោងឬក៏ប្រមាណថ្ងៃទើបមានការធ្លាក់កូននឹងមកសម្រាប់បងមួយចំនួនគឺគាត់ដឹងថាគាត់មានកូនក្រៅពេលដែលគាត់តែទឹកនោមហើយអញ្ចឹងគាត់បានទៅអេកូទេគឺគាត់ទៅទិញថ្នាំយកមកប្រើខ្លួនឯងអញ្ចឹងបងត្រូវដឹងថានៅពេលដែលទៅទិញថ្នាំយកមកប្រើខ្លួនឯងភាគរយនៃការជោគជ័យហ្នឹងគឺតិចតួចមែនតើដោយសារទី1គាត់អត់ដឹងថាកូនគាត់អាយុប្រហែលសប្តាហ៍ទី2គឺគាត់ដឹងថាកូនគាត់ចូលទៅក្នុងស្បូនឬនៅព្រោះបើក្នុងករណីកូនគាត់នៅត្រឹមតែដៃស្បូនទេការប្រើថ្នាំរំលូតក៏អត់ជោគជ័យដែរហើយបើបងមួយចំនួនទៀតវិញគាត់ត្រឹមតែសង្ស័យតែគាត់មានកូនទេហើយគាត់បានតែទឹកនោមអីទាំងអស់អញ្ចឹងគាត់ទៅទិញថ្នាំយកមកប្រើអញ្ចឹងភាគរយនៃការជោគជ័យក៏អត់មានដូចគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងមុននឹងប្រើថ្នាំរំលូតខ្ញុំបានបញ្ជាក់ខាងលើមិញហើយគឺត្រូវមានការពិភាក្សាច្បាស់លាស់ជាមួយនឹងគ្រូពេទ្យជំនាញក៏ដូចជាសូមបងទៅអេកូសិនទើបដឹងលទ្ធផលច្បាស់ថាតើបងអាចប្រើថ្នាំរំលូតបានដែរឬទេហើយបើក្នុងករណីកូនបងលើសពី9អាទិត្យគឺប្រើបានទេអញ្ចឹងបងត្រូវទៅជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើការបូមសម្អាតផ្ទាល់ជាមួយគាត់ហើយបងមួយចំនួនទៀតគឺកូនគាត់ធំពេកមានន័យថាកូនគាត់ក្រោម9អាទិត្យទេប៉ុន្តែកូនគាត់ធំណាអញ្ចឹងប្រើថ្នាំរំលូតទៅក៏អត់ជោគជ័យដែរជាទូទៅការប្រើថ្នាំរំលូតអាចបានម្ដងឬក៏2ដងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំណែនាំឲ្យភ្ញៀវក៏ប្រើតែម្ដងទេបើក្នុងករណីប្រើលើកទី1អត់ជោគជ័យហើយគឺខ្ញុំឲ្យគាត់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការបូមសម្អាតផ្ទាល់តែម្ដងហើយម្យ៉ាងទៀតតាក់ទងជាមួយនឹងការធ្លាក់ឈាមខ្ញុំលើកពីថ្នាំខាងខ្ញុំដែលមានចំពោះថ្នាំរំលូតខាងខ្ញុំគឺត្រឹមតែ4ទៅ6ម៉ោងនឹងមានការចុះពោះធ្លាក់ឈាមប៉ុន្តែក៏មានថ្នាំប្រភេទម៉ាក់ផ្សេងទៀតដែរដែលគាត់អាចនឹងប្រើពេលលើសនឹងឬក៏ក្រោមនឹងឬក៏អាចចាប់ពីមួយថ្ងៃអីឡើងទៅអញ្ចឹងសំខាន់បងត្រូវដឹងពីថ្នាំឲ្យបានច្បាស់លាស់ក៏ដូចជាមុននឹងទិញត្រូវមានការសួរនាំពីគ្រូពេទ្យឲ្យបានច្បាស់លាស់ថាតើថ្នាំនឹងវាមានប្រសិទ្ធភាពបែបណាខ្លះហើយថ្នាំរំលូតនឹងរយៈពេលប៉ុន្មានម៉ោងប៉ុន្មានថ្ងៃទើបមានការធ្លាក់ឈាមមកឬក៏ធ្លាក់កូនមកព្រោះជាទូទៅតាក់ទងជាមួយនឹងការប្រើថ្នាំរំលូតការធ្លាក់ឈាមឬក៏ធ្លាក់កូនរយៈពេលត្រឹមតែ24ម៉ោងចុះក្រោមទេបើក្នុងករណីរយៈពេល24ម៉ោងហើយបងអត់មានការធ្លាក់ឈាមសោះអញ្ចឹងបងគឺអត់អាចទុកយូរបានទេបងត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការអេកូមើលនិងពិភាក្សាជាមុនសិនជាមួយនឹងគ្រូពេទ្យជំនាញថាតើបណ្ដាលមកពីមូលហេតុអីបានជាបងអត់មានការធ្លាក់ឈាមសោះអញ្ចឹងខ្ញុំសូមរំលឹកដល់បងម្ដងទៀតនៅពេលដែលបងសង្ស័យខ្លួនមានកូនអញ្ចឹងបងតេស្តទឹកនោមសិនទៅនៅពេលដែលបងតេស្តទឹកនោមហើយឃើញពីកម្មបញ្ជាក់ថាបងមានកូនអញ្ចឹងសូមបងទៅអេកូដើម្បីដឹងពីអាយុកូនជាមួយនឹងទីតាំងកូនបើក្នុងករណីបងអត់ចង់ទុកទេបងត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីប្រើថ្នាំរំលូតឬក៏ប្រើសេវាកម្មបូមសម្អាតជាមួយគាត់ផ្ទាល់តាមការសម្រេចចិត្តរបស់បង